បើសិនជាបងប្អូនទាំងអស់គ្នាដែលគាត់ធ្លាប់មានបញ្ហាទៅលើការចាក់សារធាតុរាវណាមួយមិនថាជា filler ឬក៏សារធាតុដែលអត់មានប្រភពច្បាស់លាស់អាចមកប្រឹក្សាយោបល់បានជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទវិជ្ជបណ្ឌិតស៊ិនសេរីវត្តជាវិជ្ជបណ្ឌិតឯកទេសវិកាត់កែសម្ផស្សហើយសប្តាហ៍ថ្ងៃខ្ញុំបាទបម្រើការងារនៅវិជ្ជមណ្ឌលវិកាត់កែសម្ផស្ស KD បាទថ្ងៃនេះខ្ញុំបាទនឹងលើកយកបញ្ហាមួយទាក់ទងជាមួយនឹងប្រធានបទថាតើការចាក់សារធាតុរាវចូលទៅក្នុងខ្ទង់ច្រមុះមិនថាជា filler ឬក៏សារធាតុដែលគាត់ធ្លាប់ធ្វើការចាក់ដោយគ្មានប្រភពច្បាស់លាស់គាត់អាចធ្វើការវេកាត់លើខ្ទង់ច្រមុះបានដែរឬអត់ទាក់ទងជាមួយនឹងបញ្ហាទាំងអស់នេះសពតែជាបានថាជារឿងមួយដែលយើងជួបប្រទះសឹងតែរាល់ថ្ងៃហើយអ្នកដែលគាត់ធ្លាប់ធ្វើការចាក់សារធាតុទាំងអស់ហ្នឹងអញ្ចឹងចម្លើយយើងអាចធ្វើបានក៏ប៉ុន្តែទាមទារឲ្យពួកគាត់ត្រូវធ្វើការមកជួបជាមួយនឹងគ្រូពេទ្យជំនាញឬក៏គ្រូពេទ្យឯកទេសដើម្បីវិតម្លៃទៅលើស្ថានភាពច្រមុះរបស់គាត់ជាទូទៅពួកយើងតែងតែធ្វើការចាក់រំលាយសិនមុននឹងឈានទៅដល់ការវេកាត់លើខ្ទង់ច្រមុះជូនគាត់ដើម្បីឲ្យការវេកាត់លើខ្ទង់ច្រមុះរបស់យើងនឹងបានថាឲ្យវាមានសុវត្ថិភាពក៏ប៉ុន្តែស្ថិតនៅក្នុងករណីមួយទៀតអាសារធាតុដែលយើងធ្វើការចាក់រំលាយជាមួយនឹងអាសារធាតុដែលគាត់ចាក់ហ្នឹងបានន័យថាពួកគាត់ចាក់អាសារធាតុដែលពួកគាត់ចាក់ហ្នឹងបានថាវាមានប្រភពអត់ច្បាស់លាស់នៅពេលយើងចាក់រំលាយទៅវាអត់អាលាយទេអញ្ចឹងសបញ្ជាក់ថាដុំហ្នឹងវានៅតែដដែលសំណួរសួរថាតើការវេកាត់ហ្នឹងអាចបានដែរអត់យើងអាចធ្វើការវេកាត់បានក៏ប៉ុន្តែទាមទារតម្រូវនៅពេលធ្វើការវេកាត់យើងធ្វើការកោសសម្អាតបានន័យថាយើងត្រូវធ្វើការលាងឲ្យបានល្អហើយដកយកសារធាតុហ្នឹងចេញដោយធ្វើការកោសអីចឹងទៅជាបទពិសោធន៍របស់ខ្ញុំនៅពេលដែលយើងធៀបគ្នារវាងថាអ្នកដែលគាត់អត់ធ្លាប់ធ្វើការចាក់សារធាតុទាំងអស់ហ្នឹងជាមួយនឹងអ្នកដែលគាត់ធ្លាប់ធ្វើការចាក់ហើយយើងធ្វើការកោសសម្អាតភាពជាប់ភាពហើមមានខុសគ្នាតិចតួចដោយសារតែនៅពេលយើងធ្វើបានថាការប៉ះរោងទង្គិចនៅពេលយើងធ្វើការកោសសម្អាតហ្នឹងវាធ្វើឲ្យស្ថានភាពហើមចំនឹងមានបានថាមានរយៈពេលយូរជាងអ្នកដែលគាត់អត់ធ្លាប់ធ្វើការចាក់សារធាតុទាំងអស់នេះបើសិនជាបងប្អូនទាំងអស់គ្នាដែលគាត់ធ្លាប់មានបញ្ហាទៅលើការចាក់សារធាតុរាវណាមួយមិនថាជា filler ឬក៏សារធាតុដែលអត់មានប្រភពច្បាស់លាស់អាចមកប្រឹក្សាយោបល់បានជាមួយមិនថាខ្ញុំបាទជាវិជ្ជបណ្ឌិតឯកទេសបម្រើការនៅវិជ្ជមណ្ឌលកែសម្ផស្ស KD ទេឲ្យតែបងប្អូនគិតថាគ្រូពេទ្យណាមួយដែលគាត់មានជំនាញបងប្អូនគួរតែស្វែងបានថាធ្វើការណាត់ជួបដើម្បីពិគ្រោះឲ្យបានទទួលនៅព័ត៌មានជាលក្ខសិនមុននឹងសម្រេចចិត្តនៅក្នុងធ្វើការវេកាត់បាទ